សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំជាមួយនៅប្រភេទសៀវភៅ How to Draw Patterns ដែលប្រភេទសៀវភៅនេះល្អមែនទែនសម្រាប់អ្នកដែលគាត់ចូលចិត្តផាត់រូបហើយប៉ុន្តែគាត់អត់សូវប្រកែកខាង pattern ឬមួយក៏មាន texture អីច្រើនអញ្ចឹងណាអ្នកទាំងអស់គ្នាសៀវភៅនេះបានបង្រៀនឲ្យយើងស្គាល់ពី pattern ហើយនិងការ detail ជាច្រើនមែនទែនបាទសម្រាប់ខ្ញុំវិញក៏ខ្ញុំបានរៀនពីការផាត់ pattern មួយចំនួនពីក្នុងសៀវភៅនឹងដែរអ្នកទាំងអស់គ្នាដូចជាការផាត់ជាមួយនឹងប្រភេទសូមដៃនេះគឺមានជាមួយនឹងកតិកណាត់អីចឹងណាអ្នកទាំងអស់ហើយក៏ដូចជាមួយនឹងមួកនេះដែរបើសិនជាយើងផាត់ពណ៌តែធម្មតាវាមើលទៅដូចជាសាមញ្ញពេកចឹងណាអ្នកទាំងអស់គ្នាគឺមានបង្រៀនឲ្យថែមជាមួយនឹង detail តិចតួចអីអញ្ចឹងទៅគឺមើលទៅឃើញស្អាតប្លែកម្យ៉ាងដែរចំណែកផ្ទៃខាងក្រោយនៃសៀវភៅនេះវិញគេមកជាមួយនឹង tone color ហើយជាមួយនឹងរូប pattern ឲ្យយើងរៀនផាត់បន្ថែមខ្លួនឯងចឹងណាអ្នកទាំងអស់គ្នាបើសម្រាប់សៀវភៅប្រភេទនេះវិញណាអ្នកទាំងអស់គ្នាគេផ្ដោតសំខាន់ទៅលើការផាត់ផាត់ជាមួយនឹងឈើផាត់ជាមួយនឹងចាំងផាមានចេញស្លែខ្សាច់ហើយជាមួយនឹងចំការដីដាំដុយចឹងណាទាំងអស់គ្នាមិនតែប៉ុណ្្នឹងឯងផាត់ជាមួយនឹង texture ទឹក glitter ឬមួយក៏អីផ្សេង bling bling អីចឹងណាអ្នកទាំងអស់គ្នាស្អាតខ្លាំងមែនតើហ្មងកណាត់សាច់កណាត់ក្អែលខោចឹងណាហើយក៏មានមកជាមួយនឹងរូប sample មួយចំនួនឲ្យយើងរៀនផាត់តាមដូចគ្នាដែរមិនត្រឹមតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាគេមកជាមួយនឹងគំរូពណ៌ palette ឲ្យយើងរៀនផាត់តាមទៀតណាដែលធ្វើឲ្យអ្នកទាំងអស់គ្នាងាយស្រួលមែនទែនក្នុងការជ្រើសរើសពណ៌ផាត់តាម tone ដែលគេបានឲ្យមកចឹងណាអ្នកទាំងអស់គ្នាដល់ឥឡូវហ្នឹងខ្ញុំចង់ធ្វើការផាត់ទៅលើប្រភេទដុំតកកនេះអ្នកទាំងអស់គ្នាខ្ញុំចង់ផាត់ចេះពីរបៀប detail របស់គេមែនទែនណាមួយប្រភេទដុំតកកចឹងអត់សូវមានពណ៌ច្រើនញ៉េតែមុននឹងធ្វើការផាត់ចឹងអ្នកទាំងអស់គ្នាកុំភ្លេចយកกระดาษមួយធ្លាប់ពីក្រោមស្លឹកអ្នកទាំងអស់គ្នាត្រូវផាត់ដើម្បីការពារកុំឲ្យដានពេលយើងផាត់ជាមួយនឹង color food ហ្នឹងទៅវាដានទៅក្រោយមកស្លឹកទៀតចឹងណាអ្នកទាំងអស់ហើយខ្ញុំបានធ្វើការ clip ជាមួយនឹងกระดาษតិចទៅកុំឲ្យវាហើបមកពិបាកផាត់ដល់អ្នកទាំងអស់គ្នាខ្ញុំបានផាត់ជាមួយនឹងប្រភេទ color food ដែលមានមុខជក់ស្រួចទន់ចឹងណាអ្នកទាំងអស់គ្នាជាដំបូងខ្ញុំធ្វើការផាត់ជាមួយនឹងពណ៌ផ្ទៃ make cell បែបនេះអ្នកទាំងអស់គ្នាដើម្បីធ្វើជាការធាត់នៅពីក្រោមពណ៌មួយជាន់ដែលសភៅបានណែនាំឲ្យផាត់ពណ៌ cell ដំបូងគេអ្នកទាំងអស់គ្នាបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមផាត់ជាមួយនឹងពណ៌ផ្ទៃ make ដែលមានពណ៌រៀងដិតជាងមុនបន្តិចណាអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំមានកាច់យកកន្លែងទៅដូចដុំថ្មវាផ្លាត់ទៅផ្លាត់មកជាពលឺអីអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងយើងផាត់ទៅតាមទម្រង់បាច់តាមដូចរបស់គេពេកក៏បានដែរអ្នកទាំងអស់គ្នាយើងអាចកែច្នៃតាមពលឺចំណែកឯពណ៌ចុងក្រោយគេហ្នឹងយើងចាប់ដាំយកជាមួយនឹងពណ៌ផ្ទៃ make រៀងដិតជាងគេមកអ្នកទាំងអស់គ្នាកាត់តាមទម្រង់ពលឺងឹតស្មៅអីអញ្ចឹងណាអ្នកទាំងអស់គ្នានិយាយទៅពណ៌ទី3នេះខ្ញុំផាត់ដូចជា step ទី3ដែលសភៅបានបង្ហាញដែរអ្នកទាំងអស់គ្នាហើយជាចុងក្រោយនេះខ្ញុំចាប់ដាំកាត់ជាមួយនឹងប្រភេទប៊ិចសប៉ុន្តែអត់ចុងក្រោយមកណាអ្នកទាំងអស់គ្នាកាត់ប៊ិចសហ្នឹងហើយខ្ញុំនៅកាត់ជាមួយនឹងប្រភេទប៊ិច gel pen មកតង់ទីបើសម្រាប់ប្រភេទប៊ិចនេះអ្នកទាំងអស់គ្នាអាចគូបបានពីលើមកពី3ជាន់នេះទៀតអ្នកទាំងអស់គ្នាដើម្បីឲ្យវាមើលទៅភ្លឺឆ្វាយស្អាតចឹងណាឥឡូវដល់ step ចុងក្រោយគេបង្អស់ហ្នឹងអ្នកទាំងអស់គ្នាឲ្យប្រើជាមួយនឹងប្រភេទ bud gel ពណ៌សចាស់ណាដើម្បីកាត់យកពន្លឺឲ្យភ្លឺជាងមុនមកតង់ទៀតហើយសម្រាប់ការ detail តិចតួចនៅលើរូបហ្នឹងចឹងណាអ្នកទាំងអស់គ្នាដែលធ្វើឲ្យរូបដែលអ្នកទាំងអស់គ្នាបានផាត់ហើយនឹងហត់ទៅលេចធ្លោស្អាតមកបែបទៀតមកអ្នកទាំងអស់គ្នាឥឡូវរូបដុំតកកខ្ញុំរួចរាល់ហើយអ្នកទាំងអស់គ្នាហើយខ្ញុំបានបន្ថែមជាមួយនឹងពណ៌ខ្លះឲ្យសាត់ភេនៅលើដុំតកកនឹងដែរមានអីមើលទៅខ្ជូតស្អាតម្យ៉ាងដែរតើអ្នកទាំងអស់គ្នាហើយសម្រាប់អ្នកទាំងអស់គ្នាដែលត្រូវការមើលជាមួយនឹងសម្ភារៈផ្សេងៗអ្នកទាំងអស់គ្នាអាចចូលទៅក្នុង website page របស់ Clear Station ឬមកដល់ទីតាំងផ្ទាល់ក្នុងបរិយាបន្នបឹងស្នោឬធ្វើការកម្មង់ online ក៏បានដែរណាអ្នកទាំងអស់គ្នា